សម្រាប់បានលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាង1ខែមកនេះបន្ទាប់មកព្រះអង្គម្ចាស់ទាំងអស់កំពុងរងចាំព្រះមហាក្សត្រយើងព្រះមហាក្សត្របានកោះហៅនិងជ្រើសរើសអ្នកដែលមានសមត្ថភាពល្អបំផុតអ្នកខ្លាំងពូកែចេញទៅធ្វើសង្គ្រាមជាមួយកងទ័ពឥឡូវនេះយើងបានឈ្នះហើយយើងអាចសម្រាប់បានហើយប្រញាប់ឡើងពេលណាយើងត្រឡប់ទៅវិញបងប្រុសចៅចាំខ្ញុំឆ្លើយតបទៅបងប្រុសចៅពេលក្រោយខ្ញុំត្រូវតែនាំអ្នកទាំងអស់គ្នាទៅជួបបងប្រុសចៅវិញមនុស្ស14នាក់ចង់ញ៉ាំអាហាររយៈពេល3ថ្ងៃការញ៉ាំអាហារឆ្ងាញ់គឺងាយស្រួលណាស់មកសាកមើលវាពិតជាឆ្ងាញ់ណាស់ខ្ញុំមិនជឿថាអ្នកឆ្មើងឆ្មៃប៉ុណ្ណាទេខ្ញុំមានអារម្មណ៍ខ្មាស់អៀនខ្ញុំគិតថាវាជាអ្វីថ្មីនេះជារឿងចម្លែកមួយវាមិនមែនជាឆ្នាំងក្តៅទេសាច់នោះត្រូវបានគេហៅថាសាច់អាំងដែលមានន័យស្រដៀងនឹងសាច់អាំងឆ្ងាញ់ណាស់ស្ទើរតែភ្លេចព្រះអង្គម្ចាស់សេក្រហាសេរបស់យើងមិនមែនតើអ្នកមិនចូលចិត្តសាច់អាំងរបស់ខ្ញុំទេបន្ទាប់មកអ្នកមិនគួរញ៉ាំវាទេអ្នកនឹងមិនអនុញ្ញាតឲ្យខ្ញុំទេខ្ញុំនឹងញ៉ាំវាយ៉ាងណាក៏ដោយមកញ៉ាំជីហ្វាមួយខាំទៀតអរគុណសម្រាប់ការជឿជាក់លើខ្ញុំប្រកាសជាមិនអីទេខ្ញុំគ្រាន់តែនៅលើអ្នកខ្ញុំបានឃើញការឆ្លុះបញ្ចាំងរបស់ខ្ញុំផ្ទាល់ខ្ញុំចង់ទៅផ្ទះវិញខ្ញុំនឹងមិនចាក់ចេញទេរហូតដល់ខ្ញុំស្រវឹងសូមឲ្យអ្នកទាំងពីរនិងខ្ញុំបងប្អូនប្រុសស្រីអាចខ្ញុំនឹងមិនទៅធ្វើសង្គ្រាមទេប្រសិនបើខ្ញុំអាចបំពេញបំណងប្រាថ្នារបស់ខ្ញុំបានតែជោគីយូណូសូតានគីយូណូមើលចលនារបស់ខ្ញុំហើយមើលថាតើភាពស្រាប់ស្រាមានអ្វីខ្លះអ្នកទាំងអស់គ្នាត្រូវយកខ្ញុំចុះដើម្បីក្លាយជាជំនួយការដ៏លេចធ្លោបំផុតរបស់ពាណិជ្ជករដ៏អស្ចារ្យខ្ញុំចង់ក្លាយជាអ្នកក្លាហានបំផុតក្នុងចំណោមពាណិជ្ជករអ្នកចម្បាំងខ្ញុំចង់រកលុយឲ្យបងចៅខ្ញុំបាននាំយកសិល្បៈនៃប្រាក់ត្រឡប់ទៅប្រទេសខ្ញុំចង់ក្លាយជាសមិទ្ធផលដ៏មានមោទនភាពបំផុតរបស់ខ្ញុំប្រុសត្រឡប់មកផ្ទះវិញបន្ទាប់ពីបញ្ចប់បេសកកម្មមកតោះទៅមកម្ដងទៀតយួនសៀវម្ដាយរបស់អ្នកនឹងផ្ដល់ឲ្យអ្នកខ្ញុំចំណាយលុយច្រើនណាស់លើសម្លៀកបំពាក់របស់អ្នកហេតុអ្វីបានជាអ្នកមិនចូលចិត្តខ្ញុំឪពុកម្ដាយរបស់ខ្ញុំចៅតើអ្នកកំពុងនិយាយអ្វីមិនសមហេតុផលលូអ្នកស្រវឹងហើយខ្ញុំនឹងមករកអ្នកដើម្បីកញ្ញាវានៅពេលក្រោយហេតុអ្វីបានជាអ្នកមិនចូលចិត្តខ្ញុំបុរសពេញវ័យម្នាក់កំពុងមើលខ្ញុំយ៉ាងរស់រវើកចៅលូបានប្រុងប្រយ័ត្នកាលពីម្សិលមិញតើមានអ្វីកើតឡើងនៅពេលក្រោយនៅយប់នោះហេតុអ្វីខ្ញុំមិនចាំឆៅតតែសោះលូស៊ីវស៊ីនអ្នកណាថាការផឹកស្រានាំឲ្យមានបញ្ហាខ្ញុំគិតថាការផឹកស្រាគឺជាគន្លឹះក្នុងការសម្រេចបានលទ្ធផលទ្វេដងយ៉ាងឈៀវភ្ញាក់ឡើងព្រះមហាក្សត្របានកោះហៅអ្នកទៅព្រះរាជវាំងជាអ្វីបានជាយ៉ាងឈៀវប្រញាប់ប្រញ័លម្លេះដំណឹងបានមកពីយ៉ាវជាព្រះករុណាស្រីស្នំដ៏តាក់ទីម្នាក់ត្រូវបាននាំមកជាមួយក្នុងបេសកកម្មតើនាងស៊ូដាជីជា Snow Beside ឬតើខ្ញុំអាចភ្លេចនាងបានដោយរបៀបណាព្រះករុណានាងពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងហើយចង់នាងបានសាងសង់កន្លែងសង្កេតការណ៍ក្រោយមកដោយមិនចង់បង្កការលំបាកនិងខ្ជិះជីធនធានខ្ញុំមិនដឹងពីរបៀបបញ្ចុះបញ្ចូលវងទេបន្ទាប់ពីរងរបួសតើអ្នកបាននិយាយអ្វីខ្លះអំពីអធិរាជិនីចៅការប្រែប្រួលនៅក្នុងបន្លាខ្យល់និងភ្លៀងបានបង្កឲ្យខ្ញុំមិនដឹងថាអ្នកត្រឡប់ទៅវិញប្រញាប់ឬក៏ដើម្បីរកអ្វីមួយទេខ្ញុំនឹងត្រឡប់ទៅវិញភ្លាមអ្នកត្រឡប់ទៅវិញដោយខ្លួនឯងខ្ញុំបារម្ភណាស់ដូច្នេះខ្ញុំនឹងចូលទៅជាមួយអ្នកឪពុកខ្ញុំហៅតែខ្ញុំទេខ្ញុំមិនទាន់បានប្រកាសវាដល់អ្នកទេហើយក្រៅពីនេះវានៅតែក្នុងការបណ្ដុះបណ្ដាលអ្នកអំពីបញ្ហាឯកជននេះខ្ញុំធ្វេសប្រហែសមែនអ្នកជំនាញខាងហ្គេមខ្សែបន្ទាត់នៅតែរុញខ្សែបន្ទាត់តួអង្គនៅតែដើរទៅមុខហើយវាបានពី3គ្រាប់ទៀតបន្ទាប់មកព្រះមហាក្សត្រនិងព្រះមហេសីនឹងត្រូវបានកោះហៅតើក្រុងនៃហ្គេមនេះជាអ្វីប្រើខួរក្បាលរបស់អ្នកហើយគិតឲ្យបានលឿនយឹមសៀវបានត្រឡប់មកវិញអស់រយៈពេលជាច្រើនថ្ងៃមកហើយយ៉ាវជីមិនទាន់ទទួលបានដំណឹងអ្វីនៅឡើយទេមានរឿងអ្វីកើតឡើង7 ឬ 8 សប្តាហ៍ដំណឹងបានមកពីព្រះបរមរាជវាំងហើយព្រះមហាក្សត្រចាប់យ៉ាងឈៀវហើយវីនាងគាត់ត្រូវបានគេឲ្យញ៉ាំអាហារហើយជោគវាសនារបស់គាត់ឥឡូវយឹមសៀវគឺជាកូនប្រុសរបស់គាត់ផ្ទាល់ព្រះមហាក្សត្រតែងតែស្រឡាញ់យឹមសៀវកំហឹងបច្ចុប្បន្នរបស់គាត់ត្រូវតែមានរឿងអ្វីកើតឡើងខ្ញុំទ្រាំលែងបានទៀតហើយយើងត្រូវត្រឡប់ទៅវិញហើយទៅសានវិញការចាក់ចេញពីជំរំយោធាមានតម្លៃណាស់ខ្ញុំនឹងទៅស្វែងរកព័ត៌មានជាមុនសិនមនុស្សកាន់តែតិចទៅប្រសិនបើវាតាក់ទាញចំណាប់អារម្មណ៍បានយ៉ាងងាយស្រួលបើគាត់ស្លាប់នោះគោលដៅរបស់ខ្ញុំនឹងស្លាប់តើខ្ញុំគួរបញ្ចប់រឿងនេះដោយរបៀបណាតើខ្ញុំមិនត្រឡប់ទៅរកស្ថានភាពដើមវិញទេអ្នកទាំងអស់គ្នាស្នាក់នៅទីនេះចុះខ្ញុំមិនទៅផ្ទះទេមនុស្សម្នាក់នេះបានទៅជាមួយគ្នារួចហើយការចាក់ចេញពីជំរំយោធាដោយគ្មានការអនុញ្ញាតដោយមិនបានជូនដំណឹងមានទោសពីបទវិលត្រឡប់ទៅព្រះបរមរាជវាំងដោយគ្មានការអនុញ្ញាត